ហុងគ្រាន់តែឪពុកស្ដីបន្ទោសតែបន្តិចសោះស្រាប់តែវិចបងវិចរឹតចោលផ្ទះចឹងអាហុងបានឃើញវីដេអូនេះហើយឆាប់មកផ្ទះវិញបងកូនអើយមកផ្ទះវិញមកកូនហុងណាប៉ាជប់បន្ទោសកូនជប់វាយកូននេះណាប៉ាបន្ទោសកូនឲ្យកូនមកវិញមកឲ្យកូនបាយទឹកនៅណាកូនស្មាននេះឲ្យកូនអើយប៉ានឹកកូនណាប៉ាជុលបានជាស្ដីឲ្យកូនវាយកូនមិនតិចប៉ានឹកកូនមកយប់ចូលភ្លឺអីរកដេកអត់បានហើយដើររកកូនពេញវត្តពេញនេះអស់ពេញសាលាវិញអីលុយខ្ញុំទុកឲ្យ500គាត់អត់ហ៊ានយកចាយដែរអានឹងខ្ញុំដាក់នៅលើទៅនៅឲ្យនេះធ្លាប់ដងដាក់ហ្នឹងគាត់យកដល់ពេលសារនេះក៏អត់យកទេគាត់សុកចិត្តទៅខ្លួនចឹងឲ្យគាត់មកវិញមកអាហុងបានឃើញវីដេអូនេះហើយឆាប់មកផ្ទះវិញក្មួយឲ្យពុកម្ដាយកំពុងតែយំអាហុងត្រូវចាំថាគ្មានមិត្តភ័ក្ដិណាល្អជាងម្ដាយឪពុករបស់យើងទេពូធ្លាប់ឆ្លងកាត់អស់ហើយក្មួយគេរាប់អានយើងដើម្បីគិតតែផលប្រយោជន៍របស់យើងទេបើយើងអត់ប្រយោជន៍ចំពោះគេក៏គេមិនរាប់អានយើងដែរអញ្ចឹងឪពុកម្ដាយដែលបង្កើតយើងមកក៏គាត់មិនដែលគិតពីប្រយោជន៍ពីអាហុងដែរអាហុងចូលផ្ទះវិញមកក្មួយម្ដាយឪពុកកំពុងតែយំមកក្មួយទៅឲ្យរត់ទៅថាហុងមកទៅណាអាហុងមែនបងចុយអូឥឡូវប៉ាខ្ញុំទៅឥឡូវប៉ាខ្ញុំទៅថាកូនណាអូនេះឪពុកលុតចកងសុំទោសកូនថាឈប់បន្ទោសកូនតិចហើយទៅប៉ាជុំវាយហើយចាំថ្ងៃទៅកូនណាហុងជំនាញដេកណាហុងខ្ញុំលេងកន្លែងវូទៅកងឡានអូកងឡានឲ្យបានបាយហូបអត់អូនបានបងសមត្ថកិច្ចមិញរកគឺហុងណាដែរបងឃើញនៅក្រោយម្ដាយគ្នាបញ្ញាបងអូកំពុងធ្វើអីបានដើរថាយើងល្បាតនៅមូលដ្ឋានហៅគាត់សួរនាំទៅដល់ចំហ្មងបាទចំហុងមិញគេណាដែរក្មួយវូទៅកងឡានគាត់ឲ្យខ្ញុំដេកទៅគាត់ឲ្យបាយហូបហើយពុកស្ដីបន្ទោសតិចតួចសោះក្មួយដែលចិត្តទៅចោលគាត់គាត់ធាក់ខ្ញុំចង់ទៅតាមមុខឥឡូវសន្យាមួយពូមើលឈប់ធ្វើអញ្ចឹងដាក់ពុកអីជប់វិញជប់ទៅអញ្ចឹងដាក់ពុកអីអាហុងគ្រាន់តែឪពុកស្ដីបន្ទោសតែបន្តិចសោះស្រាប់តែវិចបងវិចរឹតចោលផ្ទះតាំងពីយប់រហូតស្មាននេះឪពុកម្ដាយរកពេញមួយយប់ទៅភ្លឺហើយរកមិនទាន់ឃើញទេចឹងអាហុងបានឃើញវីដេអូនេះហើយឆាប់មកផ្ទះវិញបងគ្រាន់តែឪពុកម្ដាយស្ដីបន្ទោសតែបន្តិចអាយុទើបតែ10ឆ្នាំសោះស្រាប់តែវិចបងវិចរត់ចោលផ្ទះដោយអាហុងបានបាត់ចេញពីផ្ទះកាលពីយប់ថ្ងៃទី13ខែឧសភាឆ្នាំ2026ស្ថិតនៅក្នុងបន្ទប់ជួលភូមិចំការឪឡឹកសង្កាត់កាកាប់ទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមកទល់នឹងវេលាម៉ោង11ព្រឹកថ្ងៃទី14ខែឧសភានេះអាហុងមិនទាន់ចូលផ្ទះនៅឡើយទេខ្ញុំបន្ទោសវាដើរលេងម៉ោង7 8បានវាចូលផ្ទះអញ្ចឹងដល់ពេលហើយវាកិច្ចការផ្ទះវាអត់នៅរៀបចំអញ្ចឹងហើយវាម៉ោងយប់អញ្ចឹងវាបានវាចូលផ្ទះអញ្ចឹងបងដល់ពេលអញ្ចឹងខ្ញុំបន្ទោសថាឯងជាមើលតែម៉ាក់ឯងមកលោកម៉ាក់ឯងវាយអញ្ចឹងគូខ្ញុំមកសន្ទុះខ្ញុំចេញទៅយកម៉ាក់វាថាឯងនៅហ្នឹងទៅបាទទៅយកម៉ាក់ហើយខ្ញុំចេញទៅបាត់ទៅប្រហែលជាអត់ដល់10នាទីផងវាចេញបាត់ដែរបាទខ្ញុំដើររកមកយកទៅភ្លឺហើយឲ្យដើររកពីអ្នកដីពួនហ្នឹងបងប្អូនមកជួយរកទៀតក៏រកឃើញដល់ម៉ោងនេះខ្ញុំវាយកពួនជើង1002ដែរតែវាយអត់នេះវាយដល់បន្តិចទេវាយក្នុងន័យថាជាឪពុកបាទកំរៀនវាកុំឲ្យវាដើររៀនដើរយប់លុបអញ្ចឹងម៉ោង7 8ហ្នឹងទៀតធ្លាប់ដងវាតែម៉ោង5វាចូលដល់ផ្ទះដល់ពេលសានេះវា2 3ថ្ងៃនេះវាវក់ម៉ោង7 8បានវាចូលផ្ទះកូនឈ្មោះអីអោកមេងហុងបាទអាយុប្រហែលឆ្នាំអាយុ10ឆ្នាំអាយុទើប10ឆ្នាំទេបាទវាមានទៅវាមានអាវដៃខ្លីមួយហើយនឹងកតាបពណ៌ខ្មៅមួយទេហើយសភៅ2 3ក្បាលទេបាទឥឡូវឧទាហរណ៍គាត់បានឃើញវីដេអូនេះបងមានសារអ្វីផ្ដាំថាគាត់ឲ្យត្រឡប់មកផ្ទះឲ្យគាត់មកវិញមកខ្ញុំឈប់បន្ទោសឈប់អីគាត់ដែរខ្ញុំដើររកមកយប់ខ្ញុំវេទនាណាស់មិនថាតែនេះទេគាត់អត់បាយតាំងពីល្ងាចមករហូតដល់ស្មាននេះទៀតបងលុយខ្ញុំទុកឲ្យ500គាត់អត់ហ៊ានយកចាយដែរអានឹងខ្ញុំដាក់នៅលើទៅនៅឲ្យនេះធ្លាប់ដងដាក់ហ្នឹងគាត់យកដល់ពេលសារនេះក៏អត់យកទេគាត់សុកចិត្តទៅខ្លួនចឹងឲ្យគាត់មកវិញមកខ្ញុំអាណិតខ្ញុំដឹងឈ្មោះខ្លួនឯងថាខ្ញុំបន្ទោសកូនវាឈុលអញ្ចឹងឲ្យអ្នកចិត្តខាងបងប្អូនណាដែលគាត់បានឃើញភិនភាកហ្នឹងឲ្យគាត់នេះផងបញ្ជូនគាត់មកផ្ទះផងឲ្យតាក់ទងមកលេខខ្ញុំផងបង
ខ្ញុំដេក7នាក់4ដេកអត់លក់ទេបងប្អូនមករកទៀតមកជួយរកអត់ឃើញកូនអើយមកតែវិញមកកូនហុងណាប៉ាឈប់បន្ទោសកូនឈប់វាយកូននេះណាប៉ាសំទោសកូនឲ្យកូនមកវិញមកហើយកូនបាយទឹកនៅណាកូនស្មាននេះឲ្យកូនអើយប៉ានឹកកូនណាប៉ាជុលបានជាស្ដីឲ្យកូនវាយកូនមិនតិចទេហើយប៉ាសុំទោសប៉ាជប់ហើយប៉ានឹកកូនមកយប់ចូលភ្លឺអីរកដេកអត់បានហើយដើររកកូនពេញវត្តពេញនេះអស់ហើយពេញសាលាវិញអីតាំងសាំងរកជុំវិញអស់ហើយ អាហុងបានឃើញវីដេអូនេះហើយឆាប់មកផ្ទះវិញក្មួយឲ្យពុកម្ដាយកំពុងតែយំរកក្មួយពេញមកយប់ទៅភ្លឺមកទល់ស្មាននេះរកមិនទាន់ឃើញអាហុងទេអាហុងត្រូវចាំថាគ្មានមិត្តភក្តិណាល្អជាងម្ដាយឪពុករបស់យើងទេពូធ្លាប់ឆ្លងកាត់អស់ហើយក្មួយគេរាប់អានយើងដើម្បីគិតតែផលប្រយោជន៍របស់យើងទេបើយើងអត់ប្រយោជន៍ចំពោះគេក៏គេមិនរាប់អានយើងដែរអញ្ចឹងឪពុកម្ដាយដែលបង្កើតយើងមកតាំងពីតូចក្រូចឆ្មាតាំងពីពពោះរហូតដល់ធំដឹងក្តីបានរៀនបានសូត្រស្លៀកពាក់សមរម្យក៏គាត់មិនដែលគិតពីប្រយោជន៍ពីអាហុងដែរអាហុងចូលផ្ទះវិញមកក្មួយម្ដាយឪពុកកំពុងតែយំមកក្មួយ